មានប្រិមិត្តសួរខ្ញុំថាតើទីតាំងនេះខ្មែរវាយបានឬក៏ថៃវាយបានអីហ្នឹងយ៉ាងម៉េចហើយឃើញក៏មានអ្នកផ្សាយចេះផ្សាយចុះខ្ញុំគ្រាន់ចែករំលែកបទពិសោធន៍ទេជាការពិតបទពិសោធន៍នេះជាការពិតដែលខ្ញុំធ្លាប់អានអត្ថបទអីច្រើនជាពិសេសរឿងសង្គ្រាមនៅវៀតណាមហើយនឹងរឿងអ៊ុយក្រែននោះផងដែររឿងវិញចេះទេស្ថានភាពនៅសមរភូមិពេលកំពុងប្រយុទ្ធគ្នាហ្នឹងវាអត់មានទីតាំងឈរជើងនឹងទេបាទទីតាំងហ្នឹងគឺផ្លាស់ប្ដូរជាប់ជានិច្ចជួនកាលខ្ញុំនិយាយទូទៅមិននិយាយរឿងនៅខ្មែរណាជួនកាលថ្ងៃហ្នឹងអញ្ចឹងទោះហ្នឹងវាចូលដល់កន្លែងហ្នឹងឈរជើងបាន24ម៉ោងឬក៏2ថ្ងៃអញ្ចឹងទោះខាងមកខាងទៀតគេវាយមកដេញទៅវិញទៅបាទអញ្ចឹងគឺការរុញគ្នាទៅវិញទៅមករឿងព្រំដែនហ្នឹងគឺអត់មានកំណត់បានទេបាទសមរភូមិណាទីតាំងឈរជើងហ្នឹងទៅវិញទៅមកនេះជាគេថាជាធម្មជាតិនៃសង្គ្រាមបាទសង្គ្រាមនៅណាក៏ដោយសង្គ្រាមនៅវៀតណាមក៏ដោយសង្គ្រាមនៅវៀតណាមមានកន្លែងខ្លះទាហានខ្លះប្រាប់ខ្ញុំថាពេលខ្លះឈរជើងនៅភ្នំហ្នឹងប្រយុទ្ធអស់ប្រហែលថ្ងៃឈរអស់ទាហានប្រហែលអ្នកអញ្ចឹងទៅឈរជើងបានតែមួយថ្ងៃជាពីលើមកថាដកទៅវិញទៅកន្លែងណាផ្សេងទៅវិញទៅបោះទីតាំងនឹងចោលក៏មានដែរអញ្ចឹងដូច្នេះរឿងទីតាំងឈរជើងនៅពេលកំពុងតែប្រយុទ្ធអត់យកជាការបានទេអញ្ចឹងណាគឺតតែចប់មិនអាចយកជាការបានចុះសំណួរសួរថាចាស់ហេតុអ្វីបានជាគេផ្សាយរឿងគេផ្សាយហ្នឹងវាមាន2ចំណុចបាទចំណុចទី1អ្នកសារព័ត៌មានគាត់ផ្សាយអានឹងរឿងរបស់គាត់បាទពួកគាត់ចង់ឲ្យធ្វើបច្ចុប្បន្នភាពភ្លាមឲ្យមហាជនគាត់បានដឹងក៏ប៉ុន្តែបទពិសោធន៍ដែលខ្ញុំដឹងមកវិញដែលគេប្រាប់ខ្ញុំវិញយើងសួរចំណាំភាគីណាដែលវាបានកន្លែងណាមួយឲ្យប្រកាសគឺភាគីហ្នឹងគាត់ចង់ប្រើរឿងហ្នឹងដើម្បីយកឈ្នះខាងផ្នែកចិត្តសាស្ត្រទេបាទខាងផ្នែកចិត្តសាស្ត្រនឹងរឿងវាអញ្ចឹងអញ្ចឹងណាអញ្ចឹងហើយខ្ញុំនិយាយនេះគឺតកតងនឹងត្រឡប់មករឿងជាមួយនឹងកម្ពុជាថៃមកដល់ម៉ោងនេះជាផ្លូវការខ្ញុំអត់ដែលឃើញទីខាងក្រសួងការពារជាតិរបស់កម្ពុជាប្រកាសទេអត់សោះតែម្ដងតែថៃប្រកាសជាប់ជានិច្ចរហូតដល់សារព័ត៌មានថៃយកមកដកស្រង់ពីខាងយោធាជើងគោកជើងកាអីរបស់ថៃមកនេះមកបាទការនិយាយហ្នឹងអ្នកខ្លះគិតថាប្រហែលជាតម្លាភាពប៉ុន្តែដោយដែលខ្ញុំបាននិយាយចំណុចទី1អញ្ចឹងស្ថានភាពសមរភូមិវារុញទៅរុញមកជួនកាលឡើងទៅអញ្ចឹងឬជួនកាលពេលយើងឡើងទៅគេធ្វើជាចាញ់គេដកចេញបាទធ្លាប់មើលរឿងបុរាណឃើញចិនដឹងហើយជួនកាលគេធ្វើចាញ់មកគេធ្វើចាញ់គេដកថយដូចជាតាក់ទិករបស់គេពេលដែលយើងយកទៅគេដាក់មកកញ្ឆែងទៅ1គីឡូ4ជុងហ្នឹងទៅនឹងអស់លីងក៏មានដែរវាអញ្ចឹងណាបើដូច្នេះគឺតាក់ទិកប្រើគ្នាទៅវិញទៅមកស៊ីសងទៅលើស្ថានភាពហ្នឹងទេអញ្ចឹងបានជាខ្ញុំតាមមើលចំណុចណាខ្ញុំឃើញខាងកម្ពុជាអត់មានប្រកាសអត់ដែលគេប្រកាសជាផ្លូវការសោះគ្រាន់តែប្រកាសថាឈរជើងបាននឹងថយអត់ថយអញ្ចឹងតែខាងថៃឃើញប្រកាសរហូតបាទអូបានដល់នេះហើយថតរូបថតអីមកនឹងក្នុងក្បួនកន្លងមកគឺដើម្បីយកឈ្នះខាងចិត្តសាស្ត្រទេប៉ុន្តែជួនកាលគាត់ដោតទងថតរូបហើយ5ម៉ោងក្រោយមកគេដាក់មកកញ្ច្រែងអីទៅរត់ទៅវិញដកយកអ្នករបួសអ្នកពលីនឹងមិនទាន់ផងក៏មានដែរអញ្ចឹងណាអញ្ចឹងខ្ញុំគាត់ថាជម្រាបប៉ុណ្ណឹងដូច្នេះអញ្ចឹងអ្នកណាគេ share យ៉ាងម៉េចនឹងរឿងរបស់គេសម្រាប់ខ្ញុំមួយខ្ញុំអត់សូវយកហ្នឹងទេទោះបីជាខាងកម្ពុជាគាត់ផ្សាយក៏ដោយក៏ខ្ញុំអត់កន្លែងចំណុចហ្នឹងមួយខ្ញុំអត់យកមកចែកទេនេះជាចំហរបស់ខ្ញុំមកពីព្រោះខ្ញុំតាមបានរឿងនឹងច្រើនកិច្ចការអស់ហ្នឹងគឺវាទៅតតែរឿងនឹងចប់ហ្មងតតែរឿងនឹងចប់ចរចាគ្នាឲ្យអស់ហើយយ៉ាងម៉េចមកអាហ្នឹងបានគេដាក់បាត់ដឹងថាយើងឈរជើងនៅកន្លែងណាហើយតតែមានការបញ្ជាក់ទាំងសងខាងទៀតបើកាលណាបញ្ជាក់តែមួយខាងអត់មានអ្នកណាទៅដល់ក៏យើងមិនអាចយកជាការបានដែរនឹងខ្ញុំគាត់ណាចែករំលែកប៉ុណ្ណឹងពីព្រោះមានអ្នកmessage មកសួរផងអីមកផងតើលឺសូគេយកបាននេះបាននោះខ្ញុំថាខ្ញុំមិនឆ្លើយទេបាទហ្នឹងគ្រាន់តែចែករំលែកប៉ុណ្ណឹងអ្វីដែលជាការសង្កេតរបស់ខ្ញុំណាបាទឥឡូវហ្នឹងអូខេលីម៉ៃសំណួរទី1នេះមានថាទី2ចុះព្រោះខ្លួនឯងនិយាយមួយអស់ម៉ោងគេហើយខ្ញុំសំណូមពរឲ្យអ្នកប្រឆាំងនៅក្រៅស្រុកធ្វើសកម្មភាពដែលមានប្រយោជន៍ដល់ប្រទេស
ខ្មែរខ្លួនឯងដែលកំពុងទៅគេឈានពៀនខ្ញុំអរគុណដល់បងកំសែងខ្លាំងណាស់បាទនេះហួសពីសមត្ថភាពរបស់ខ្ញុំហួសពីសមត្ថភាពរបស់ខ្ញុំបាទលឹមកំសាងបងតាអាមេរិកបានអន្តរាគមន៍អំពីសៀមប្រើ F16 មកបំផ្លាញប្រាសាទរបស់កម្ពុជាហើយឬនៅបងបាទចម្លើយគឺនៅទេបាទនៅទេអញ្ចឹងរឿងហ្នឹងក៏ខ្ញុំសូមចែករំលែកព័ត៌មានចុងក្រោយនឹងផងបាទនិយាយបដើស្ដាប់បដើកុំខឹងសម្បាអីណាខឹងក៏ខឹងទៅបាទគួរតែខឹងផងក៏បានតែខ្ញុំខឹងមកផ្លែតទៅហើយដែរគឺរឿងវិញចេះរឿងមានអ្នកដែលសួរមកខ្ញុំហើយគាត់និយាយជំនួសទាហានថៃបាទជំនួសទាហានថៃគាត់តាមខ្ញុំមិនប្រាប់ថាគាត់ជាអ្នកណាណាគាត់និយាយចេះណាចាំគាត់អ្នកការពារនៅកាន់ជើងថៃគាត់និយាយចេះគាត់និយាយថាទាហានថៃបាញ់ទៅលើប្រាសាទនោះដោយសារតែនៅកន្លែងប្រាសាទហ្នឹងគឺកម្ពុជាដាក់ទាហាននៅទីនោះគាត់និយាយណាបាទគាត់និយាយប្រាប់គ្នាគាត់ផ្សាយនេះអញ្ចឹងបាទបានខ្ញុំចម្លើយខ្ញុំតបទៅវិញខ្ញុំថាកុំធ្វើជាអ្នកនាំពាក្យឲ្យយោធាថៃជាងទាហានថៃពីព្រោះទាហានថៃមកដល់ពេលនេះមិនដែលនិយាយអញ្ចឹងទេអ្វីដែលទាហានថៃនិយាយពិតប្រាកដគឺគាត់ចោទថាកម្ពុជាបាញ់ខ្លួនឯងណាពេលប្រិមិត្តស្ដាប់ហើយគួរតែក្តៅឆេវណាឃើញទេបាទអញ្ចឹងបាទខ្ញុំចង់ឆ្លើយតបអ្នកនោះវិញថាកុំធ្វើអ្នកនាំពាក្យទាហានថៃទាំងថៃអត់ទាំងនិយាយផងអញ្ចឹងដូចជាយើងអាចសន្និដ្ឋានបានថាអ្នកនោះគឺថៃផ្កាប់មុខពេកហើយរហូតដល់ថៃមិនទាំងនិយាយអញ្ចឹងផងគាត់បង្កើតពាក្យនឹងនិយាយដើម្បីការពារទាហានថៃបាទថៃគាត់និយាយថាអានឹងពាក្យរបស់ស៊ូបារីគាត់ថាកម្ពុជាបកកែនៅក្នុងការបង្កើតព័ត៌មានคล้ายៗដូច្នេះគឺអាចនឹងកម្ពុជាបង្កើតរឿងនេះថាថៃជាអ្នកបាញ់ដាក់ប្រាសាទហ្នឹងញ៉េគាត់ថែមទាំងនិយាយអញ្ចឹងទេអ្វីដែលថៃនិយាយអញ្ចឹងប្រិមិត្តស្ដាប់ហើយគួរឲ្យខឹងសម្មាដែរណាបាទតែគាត់ធ្វើបែបនេះហើយគាត់និយាយបែបហ្នឹងទៅរួចបានដែរបាទអញ្ចឹងខ្ញុំគាត់ជូនព័ត៌មានប៉ុណ្ណឹងហើយត្រឡប់មកគឹមសាងវិញបាទគឹមសាងវិញគឺបាទអត់ទាន់មានទេអត់មានទាន់បាននិយាយអំពីបញ្ហាហ្នឹងទេឃើញខាងកម្ពុជាយើងបានថ្កោលទោសហើយបាទពីព្រោះអីនេះជារឿងមួយมันអាចទទួលយកបាននេះដែលមកបាញ់ប្រាសាទទៅលើប្រាសាទរបស់កម្ពុជាដែលខ្លួនឯងមិនអះអាងទៀមទាចង់បានថាជារបស់ខ្លួនទាំងអត់មានអីជាមូលដ្ឋានផងឥឡូវស្រាប់តែធ្វើបែបនេះដាក់ប្រាសាទខ្មែរនឹងគឺជារឿងមួយគួរឲ្យឈឺចាប់ហើយមិនតែប៉ុណ្្នឹងទេមកនិយាយរបៀបដូចដែលខ្ញុំបានជម្រាបជូនមិញហ្នឹងហើយអ្វីដែលគួរឲ្យខឹងថែមទៀតអ្នកដែលកាប់មុខជាមួយថៃថែមទាំងនិយាយពលឹះទាំងថៃអត់បាននិយាយបង្កើតរឿងនិយាយដើម្បីយកចិត្តគេនឹងដល់ថ្នាក់នោះពេកបាទមួយទៀតអូខេឥឡូវសុំអូខេឥឡូវអូខេខ្ញុំចង់ដឹងគាត់សួរថាជំរាបសួរបងតើអាចសំណូមពរបងជួយសង្ខេបចំណុចពីព័ត៌មានវិភាគរបស់បរទេសកន្លងមកដែលនិយាយល្អអំពីខ្មែរនឹងរិះគន់ឬសង្ស័យពីថៃបានទេដើម្បីបានតាមដានខមមិនទប់នឹងពាក្យប្រេផ្ដាស់របស់ថៃសូមជា clear អង់គ្លេសអូអញ្ចឹងហ៎បាទនិយាយត្រង់ទៅខ្ញុំពេលដែលឃើញថៃបាញ់ចំប្រាសាទខ្មែរហ្នឹងខ្ញុំចង់ចាប់ផ្ដើមសរសេរនិយាយ clip ជាភាសាអង់គ្លេសដែរតែដើម្បីឲ្យប្រិមិត្តយកទៅចែករំលែកបន្តមកតែឥឡូវចាំមើលពងពិចារណាបាទចាំខ្ញុំចំណុចហ្នឹងចំនួនល្អដូចចិត្តខ្ញុំដែរអញ្ចឹងខ្ញុំនឹងយក clip ជាសំទោសយក comment ប្រតិកម្មគេជាភាសាអង់គ្លេសមកសម្រង់ដូចខ្ញុំសម្រង់ព័ត៌មានជូនអញ្ចឹងហើយនិយាយជាភាសាអង់គ្លេសខ្លីជូនតែម្ដងប្រហែលជាមកដល់1នាទីអីចឹងថតអីសម្រាប់បង្ហោះឲ្យឃើញបាទដើម្បីប្រិមិត្តអាចយកចែកទៅភាសាអង់គ្លេសឲ្យអ្នកផ្សេងទៀតបានមើលឃើញផងដែរបាទឲ្យដឹងបាទសំណូមពរល្អចិត្តដូចគ្នាបាទទឹមតែថ្ងៃហ្នឹងឯងខ្ញុំចង់ធ្វើអញ្ចឹងដែរបើឥឡូវសួរនោះគឺគេថារកអស់ប្រទេសជាការហ្គាសតែម្ដងអូខេឥឡូវចុះពីក្រោមឡើងលើវិញបាទពីក្រោមឡើងលើវិញផាន់រតនៈ
សួស្តីបងតើក្នុងករណីបទឈប់បាញ់ត្រូវផ្អាកតើមានផលប៉ះពាល់អ្វីដល់កម្ពុជាក្នុងករណីបទឈប់បាញ់ទៅផ្អាកតើមានផលប៉ះពាល់អ្វីដល់កម្ពុជាបាទកំពុងផលប៉ះពាល់ដែលយើងជួបប្រទេសហ្នឹងគឺកំពុងរឿងហ្នឹងថៃគាត់អាចនឹងរំលោភយើងហ្នឹងបាទចង់ឬក៏ចង់អញ្ចឹងណាឬក៏ចង់បាទបែបសំណួរបែបអញ្ចឹងហើយបាទអញ្ចឹងគឺបាទផលប៉ះពាល់ឃើញគាត់មកបាញ់មកអីលើយើងលើអីហ្នឹងបាទហើយចង់មិនចង់គឺកម្លាំងគាត់ខ្លាំងជាងណាហើយគាត់មានក៏ប្រកាសតបអីហ្នឹងមកប៉ុន្តែក្នុងពេលកន្លងមកគឺតបឱកាសហ្នឹងគឺបានតែបន្ទន់ដីទេការផ្លោយហ្នឹងបាទសំខាន់តបជើងគង់តែគាត់ហ៊ានឡើងមកបានប៉ុណ្ណាថ្មជើងគាត់ឡើងបានមកប៉ុណ្ណាព្រោះតែយើងចូលដីគេស្វាគមន៍អាហ្នឹងគ្រោះថ្នាក់ឯណាបាទគ្រោះថ្នាក់ឯដូចខ្ញុំធ្លាប់បានយករូបមន្តរបស់លោកតាដំសលីលើកមុនមកជម្រាបជូនអញ្ចឹងបាទអ្នករងចាំការពារខ្លួនហ្នឹងគឺគាត់មានប្រៀបជាងណាគាត់មានប្រៀបជាងលោកសិដ្ឋា what you mentioned is the real cases along our border មួយណាខ្ញុំ mention ច្រើនដែរអូខេអត់អីទេចឹងបាទអញ្ចឹងបានន័យថាលោកសិដ្ឋាគាត់យល់ព្រមសំណួរចុងក្រោយមួយចុះបាទខ្ញុំចង់ដឹងខ្ញុំមិនសួរហើយមកគាត់ថាថៃចង់ប្រើហើយចង់ឲ្យខ្មែរប្រើអាវុធចិនបាញ់យន្តហោះអាមេរិកដើម្បីបានហេតុផលនយោបាយម្យ៉ាង F16 ចិត្តចូលនិវត្តន៍ផងទេលោកខ្ញុំចង់ដឹងហ្នឹងដឹងគឺតាក់តិចច្រើនណាសំណួរនេះគឺសំណួរដឹងរឿងណាបាទសំណួរដឹងរឿងបាទមើលខ្ញុំមើលសំណួរមានសំណួរផ្សេងទៀតបើមិនមានអីទេចាំខ្ញុំងាកមកឆ្លើយនឹងបន្តិចបាទភក្តីបើដូចសារព័ត៌មានខៅសូតនេះយកតែព័ត៌មានពីភាគីថៃតើអាចនិយាយថាជាសារព័ត៌មានដែលយកជាផ្លូវការដែរឬទេតើអន្តរជាតិទទួលយកពីខៅសូតទេអត់ទេបាទគេទៀមផ្ទាល់របស់គេដែរបាទមិនយកទាំងខៅសូតនោះទេគ្រាន់តែគេទៅយកទាំងសងខាងដែរបងកំពុងនិយាយការពិតពីកាលពីចំនួនលើកទី1ហើយអូអញ្ចឹងណាបាទពេញចិត្តមកកច្រែងបាទអត់ឃើញអូខេអស់ហើយអញ្ចឹងណាអញ្ចឹងអត់ឃើញមានសំណួរអូខេអញ្ចឹងខ្ញុំចង់ដឹងហ្នឹងគឺបែរជាមានសំណាងដែលខ្ញុំអាចត្រូវឆ្លើយសួរនោះដឹងរឿងច្រើនណាបាទដឹងរឿងច្រើនដឹងរឿងបាទសំណួរនេះអានឹងគេហៅថាសួរសំណួរឆ្លាតគេដឹងរឿងអ្នកខ្លះដឹងរឿងគាត់ចេះសួរឃើញទេអ្នកកសែតក៏ចឹងដែរណាអ្នកកសែតក៏ចឹងដែរអ្នកកសែតខ្លះអត់ត្រៀមខ្លួនមុនអត់ដឹងសាច់រឿងមុនទៅសម្ភារគេសួរសំណួរខ្លះស្ដាប់មើលទៅអត់ឆ្លាតមកមិនឆ្លាតទេតែលោកខ្ញុំចង់ដឹងនេះគាត់ដឹងរឿងគាត់សួរសំណួរអញ្ចឹងខ្ញុំមិនតាំងខ្លួនជាអ្នកជំនាញប៉ុន្តែខំឆ្លើយបន្តិចតួចចុះបានបន្តិចតួចចុះដើម្បីកុំឲ្យថាខ្ញុំអ្នកជំនាញរឿងហ្នឹងពេកអ្វីដែលលោកសួរហ្នឹងគឺជាការពិតបាទជាការពិតពីព្រោះអីបាទខ្ញុំមិនដឹងអស់លក្ខខណ្ឌនៃការដែលប្រើអាវុធរបស់សហរដ្ឋអាមេរិកទេបាទប៉ុន្តែបើសិនជា F16 យកមក F16 របស់សហរដ្ឋអាមេរិកដូច្នេះអ្វីដែលអាចបាញ់ F16 បានប្រហែលជាសំណាញ់មេឃដែលរបស់ចិនព្រមមិនចាំបានទេរឿងរវាងឥណ្ឌានិងប៉ាគីស្ថានបាទពេលដែលប៉ាគីស្ថានប្រើអាវុធរបស់ចិនយន្តហោះរបស់ចិនបាញ់យន្តហោះបារាំងដែលឥណ្ឌាប្រើបាទមានការពិភាក្សាគ្នាមានការស្រាវជ្រាវនឹងច្រើនចុះក្នុងករណីនេះដោយខ្ញុំសំទោសខ្ញុំអត់មានដឹងវិណាមកខ្ញុំនិយាយហ្នឹងគឺផ្អែកទៅលើគេនិយាយពីមុនកន្លងមកទេណាបាទកន្លងមកទេណាខ្ញុំអាចបរិបត្តិនៅស្រុកខ្មែរហ្នឹងខុសយ៉ាងម៉េចខ្ញុំមិនដឹងដែរគ្រាន់តែខ្ញុំនិយាយផ្អែកទៅលើបទពិសោធន៍ទេយើងលើកជាសេណារីយ៉ូចេះបើសិនជាកម្ពុជាយកអាវុធចិន
ទៅបាញ់យន្តហោះរបស់អាមេរិកតើអាចបាញ់នៅក្នុងលក្ខខណ្ឌបែបណាឯខ្ញុំមិននិយាយច្រើននាំឲ្យប៉ះពាល់អារម្មណ៍គេអូខេនិយាយប៉ុណ្ណេះបានណាបាទសំណួរនេះត្រឹមត្រូវបាទសំណួរនេះត្រឹមត្រូវគឺវាអាចនឹងមានហេតុផលនយោបាយឬក៏ហេតុផលអីដែលថៃគាត់អាងរបស់អាមេរិកមានការការពារឬក៏មានការយោគយល់អីមិនចឹងច្រើនណាបាទអញ្ចឹងនិយាយត្រង់លោកខ្ញុំចង់ដឹងហ្នឹងគឺគាត់ដឹងរឿងមកបាទគាត់សួរឲ្យខ្ញុំនិយាយទេការពិតគាត់ដឹងរឿងហើយគាត់ដឹងរឿងច្រើនបាទខ្ញុំសូមមិននិយាយចោះបាទខ្ញុំសូមមិនឆ្លើយរឿងសំណួរនឹងមួយចោះបាទ